ចាសួស្តីបងប្អូននេះខ្ញុំមានត្រីប្រៃមកពីខាងកំពង់ធំចាខ្ញុំគាត់បូមស្រះហើយគាត់អូសបានអញ្ចឹងណាហើយហ្នឹងកូនត្រីប្រៃខ្ញុំយកមកលាយគ្រឿងលាយអីថែមអញ្ចឹងទៅនិយាយទៅប្រភេទត្រីប្រៃនេះគឺម្ហូបអស់បាយច្រើនហ្មងនិយាយទៅតែថាបានបាយកកទៀតបាយក្តៅក៏ឆ្ងាញ់បាយកកក៏ឆ្ងាញ់សិនរបស់មកអែមបរោយណាភ្លក់បន្តិចភ្លក់ការក៏ពិតទៅវាសិតតែភេទម្ហូបគេមិនសូវឲ្យយើងហូបទេតែធ្វើម៉េចបើវាជាចំណូលចិត្តខ្មែរយើងគឺលេខ1ហើយប្រហុកផ្អកឯងហើយសិតតែរបស់វាដល់ខែដែរមានខែវាមិនចេះតែមានទេខ្ញុំធ្លាប់ទិញម្ហូបនៅផ្សារបងប្អូនផ្អកកពឹសក៏ដោយផ្អកត្រីប្រៃក៏ដោយបងប្អូនជឿអត់ថាខ្ញុំហូប1ម៉ាត់2ម៉ាត់ទេឈឺកហើយពេលហូបទៅយើងឈឺកខ្ទុកទៅពិបាកតហ្មងហើយខ្ញុំឆ្ងល់ហេតុអីបានវាខុសគ្នានឹងត្រីប្រៃដែលយើងធ្វើខ្លួនឯងគេដាក់សារជាតិអីគេត្រាំអីគេវាមិនអីចឹងណាដល់ពេលចឹងទៅខ្ញុំអត់យល់មិនដឹងថាមកពីសុខភាពយើងវាយ៉ាងម៉េចតែខ្ញុំសាកប្រហែលដងហើយខ្ញុំសាកប្រហែលដងហើយតែវានៅតែឈឺកហ្មងដាក់ព្រាមដឹងហ្មងហើយក្អកដូចមានជាតិស្អីមួយម្យ៉ាងដូចថាដាក់ទៅគឺអត់ត្រូវជាមួយពងកយើងបរោយហើយគេទុកបានយូរទៀតតែខ្ញុំនេះធ្វើតាមមួយបែបលក្ខណៈគ្រួសារទេហើយលក់មកខ្ញុំធ្វើលក់ដែរនិយាយទៅបើចង់ចែកបងប្អូនឲ្យបានហូបរបស់ល្អរបស់ឆ្ងាញ់អញ្ចឹងគ្មានជាតិគីមីខ្ញុំហូបមកយ៉ាងណាច្រើនយ៉ាងណាក៏អត់ឈឺកដែរគ្រាន់តែស្អាតកតិចតួចតែអត់ក្អកអត់អីទេអត់ធ្វើទុកទេតែបើខ្ញុំហូបរបស់គេវិញមិនបាច់ទេភ្លាមហ្មងនេះពងចូលសលេងហ្នឹងគឺនឹកឃើញចង់ឃ្លានទៀតហើយព្រោះហូបទៅវាអត់ធ្វើទុកអីហើយជម្រាបបងប្អូនថាម៉ាត់ទេសម៉ែអើយឡើង25,000 មួយគីឡូសង្ឃឹមថាកសិករយើងគាត់មានឱកាសដាំលក់បានលុយច្រើនណាព្រោះឡើងថ្លៃក្បាលម៉ាស់អរគុណច្រើន